សួស្តីកូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយថ្ងៃនេះនៅមេរៀនទី17អក្សរខតែមុននឹងចូលដល់មេរៀនរបស់យើងកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីពីលោកគ្រូហើយកូនដែលបានចុច Subscribe ហើយកូនចុច Like ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់លោកគ្រូធ្វើមេរៀនឲ្យកូននៅលើកក្រោយទៀតដើម្បីកុំឲ្យខាតពេលយូរឥឡូវបងទាំងអស់គ្នាមកពិនិត្យមើលអក្សរខវិញម្ដងអក្សរខយើងពិនិត្យមើលទៅឃើញថាការសរសេរអក្សរខមានដល់ទៅ8ចលនាចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរខឥឡូវកូនទាំងអស់គ្នាមកមើលការសរសេរអក្សរខជាមួយលោកគ្រូទាំងអស់គ្នាតោះសរសេរទាំងអស់គ្នាចលនាទី1បាទចលនាទី1គឺគូចបាទចលនាទី1គូចរួចហើយទាញចុះមកក្រោមឲ្យត្រង់មកចលនាទី2បាទកូនទាញមកត្រង់មកចលនាទី2បាទបន្ទាប់ពីចលនាទី2មកចលនាទី3ចលនាទី3កោងមកស្ដាំរួចហើយបាទនេះចលនាទី3កោងមកស្ដាំរួចហើយកូនទាញត្រង់ឡើងទៅលើវិញចលនាទី4បាទចលនាទី4បាទកូនអូសតាមអញ្ចឹងមកកូនណាបាទធ្វើតាមគឺអូសតិចតាមឲ្យចលនាទី4បាទបន្ទាប់ចលនាទី4មកចលនាទី5គឺដាក់សក់របស់វាកូនណាបាទនេះគឺចលនាទី5បាទចលនាទី5រួចមកកូនដកដៃចេញបាទដកខ្មៅដៃឬដកដីសចេញមកយកមកចលនាទី6នៅក្រោមនេះកូននេះចាប់ពីកន្លែងនេះមកបាទកោងដូចចលនាទី3ដែរកោងមកស្ដាំបាទនេះគឺចលនាទី6បាទបន្ទាប់ពីចលនាទី6កូនទាញត្រង់ឡើងទៅលើទៅកូនបាទចលនាទី7បាទចលនាទី7ត្រង់ឡើងទៅលើបាទកូនបាទត្រង់ឡើងទៅលើបន្ទាប់មកគឺចលនាទី8ចលនាទី8គឺដាក់សក់បាទដូចចលនាទី5ដែរណាបាទដាក់សក់ចលនាទី3បាទនេះហើយគឺជាអក្សរខបាទអក្សរខបាទថាទាំងអស់គ្នាជាមួយលោកគ្រូអក្សរខបាទបន្ទាប់ពីកូនបានចេះសរសេរអក្សរខមកឥឡូវកូនទាំងអស់គ្នាយកអក្សរខនេះមកផ្សំជាមួយនឹងស្រៈអញ្ចឹងកូនធ្វើការសំប្រកបជាមួយលោកគ្រូទាំងអស់គ្នាខខអ៊ីខៀខអ៊ីខិខអ៊ីខីខអ៊ឹខឹខអ៊ឺខឺខអ៊ុខុខអ៊ូខូខអ៊ូខូខអឺខឺខអ៊ឺខឺខអ៊ីខៀខអេខេខអែខែខអីខៃខអូខូខអៅខៅខអ៊ុំខុំខអ៊ុំខុំខអ៊ាំខំខអះខះខអ៊ុខុខអេខេខអ៊ោះខោះបន្ទាប់ពីកូនបានធ្វើការសំប្រកបអក្សរខជាមួយនឹងស្រៈរួចមកឥឡូវកូនទាំងអស់គ្នាយើងធ្វើការសំប្រកបជាងពាក្យនិងល្បះទាំងនេះជាមួយលោកគ្រូទាំងអស់គ្នាខអ៊ូខូនិងរខូនេះគឺជាសញ្ញាស្ទូនខូខអូខូនិងរខូខអៅខៅខូខៅ
កខអ៊ីខៀនឹងរខៀកខៀតោះឥឡូវធ្វើការអានជាមួយលោកគ្រូទាំងអស់គ្នាម្ដងទៀតខូខូខូខើកខៀតោះឥឡូវធ្វើការសំប្រកបនិងអានល្បះទាំងពីរនេះជាមួយលោកគ្រូទាំងអស់គ្នាកអេគេខឃុំចអោចៅនឹងរចៅគេឃុំចៅម្ដងទៀតគេឃុំចៅឥឡូវកូនធ្វើការសំប្រកបល្បះខាងក្រោមនេះជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមតអាតាខអ៊ីខីដអើដើរនឹងរដើរសអំសំដអៅដៅសអាសាលអាឡាខឃុំកអ៊ីគីនឹងរគីតាខីដើរសំដៅសាឡាឃុំកគីម្ដងទៀតតាខីដើរសំដៅសាឡាឃុំកគីបាទក្រោយពីកូនបានធ្វើការសំប្រកបនិងអានជាមួយលោកគ្រូមកកូនចាក់សារឡើងវិញឬក៏កូនអាននៅក្នុងសៀវភៅម្ដងហើយម្ដងទៀតដើម្បីឲ្យឆាប់ចេះឆាប់ចាំហើយកូនពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗនិងមេរៀនថ្មីៗពីលោកគ្រូ